រឿងរ៉ាវមួយនេះបានកើតឡើងនៅក្នុងឆ្នាំ2008ជារឿងរ៉ាវដែលមានសភាពរន្ធត់ដក់ជាប់រហូតដល់ពេលបច្ចុប្បន្ននៅក្នុងខួរក្បាលរបស់ម្ចាស់សាច់រឿងតើរឿងរ៉ាវទាំងអស់មានសភាពបែបណាម្ចាស់សាច់រឿងមានបងប្អូនទាំងអស់ចំនួន7នាក់ប្រុស4ស្រី3ហើយគាត់គឺជាកូនស្រីពៅអញ្ចឹងមានន័យថាបងប្អូន7នាក់មិនមែន4មុខប្រុសហើយ3ក្រោយស្រីទេមិនមែនអញ្ចឹងទេវាមានចន្លោះរបៀបថាបងទី1ប្រុសបងទី2ស្រីបងទី3ស្រីបងទី4ប្រុសអីចឹងទៅវាអញ្ចឹងតាមលំដាប់ដោយហើយបងប្រុសទី6របស់គាត់មានជំងឺពីធម្មជាតិមកគឺគាត់មានអាការៈតដឹកអញ្ចឹងបើសិនជាបងប្អូនអត់ដែលស្គាល់ថាតើតដឹកនឹងរបៀបម៉េចទេគឺมันអាចនិយាយភាសាដូចយើងអញ្ចឹងបានទេអញ្ចឹងឧបមាថាបើខ្ញុំប្រើពាក្យថាខ្ញុំទៅផ្សារអ្នកដែលមានអាការៈតដឹកនឹងប្រកាសជានិយាយថាខ្ញុំទៅផ្សាររបៀបអញ្ចឹងឯងអញ្ចឹងទម្រាំចេញមួយឃ្លាគឺមានរយៈពេលយូរខ្លាំងមែនទែនហើយពេលខ្លះក៏ពិបាកក្នុងការប្រស្រ័យតាក់ទងដែរប៉ាម៉ាក់របស់គាត់បានលែងលះគ្នាក្រោយពីលែងលះគ្នាហើយតាំងពីគាត់នៅក្មេងហ្នឹងប៉ារបស់គាត់ក៏បានទៅសាងផ្នួសនៅក្នុងវត្តមួយកន្លែងនៅទីក្រុងតាខ្មៅភារកិច្ចចិញ្ចឹមកូនទាំង7នាក់បានធ្លាក់ទៅលើម្ដាយរបស់គាត់នៅពេលនោះស្ថានភាពគ្រួសាររបស់គាត់គឺមានសភាពយ៉ាប់យ៉ឺនខ្លាំងមែនទែនក្រខ្សត់ខ្លាំងមែនទែនលំបាកជាទីបំផុតបានតែមួយរយៈបន្តិចម្ដាយរបស់គាត់ក៏បានឃើញគ្រួសារក្រោយថ្មីគឺជាឪពុកទី2របស់គាត់នឹងឯងគាត់ការនេះគឺដើម្បីសម្រួលជីវភាពរបស់ក្រុមគ្រួសាររបស់គាត់បំណាច់ថាមានចំណូលមួយទៀតអញ្ចឹងវាល្អខ្លាំងវាអាចទប់គ្នាបានចិញ្ចឹមកូន7នាក់ពេលនោះម្ដាយរបស់គាត់បានជួលផ្ទះមួយកន្លែងនៅម្ដុំពោចន្ទង់រស់នៅយ៉ាងសុខដុមរមនាតួមានសភាពក្រខ្សត់ខ្វះមុខខ្វះក្រោយបែបណាមិនដែលមានរឿងផ្នែកអបិយជំនឿណាមួយដែលបានកើតឡើងនោះទេរំលងបានប្រហែលជាយូរបន្តិចបងប្រុសទី1របស់គាត់ក៏ពេញកន្លោះហើយក៏មានគ្រួសារក៏ចាក់ចែងរស់នៅខាងប្រពន្ធបាត់ទៅចំណែកឯបងស្រីទី2របស់គាត់បានបន្តិចក៏មានគ្រួសារដូចគ្នាដែរហើយក៏ចាក់ចែងដូចគ្នាពេលនោះម្ដាយរបស់គាត់មានកូនទាំងអស់5នាក់នៅក្នុងបន្ទុកនៅឡើយដែលសរុបមកគឺមានបងប្រុស3នាក់និងបងស្រីម្នាក់ព្រមទាំងគាត់ជាកូនស្រីពៅមួយរយៈក្រោយមកប៉ារបស់គាត់ប៉ាទី1ដែលបង្កើតគាត់នឹងជាប៉ាដើមនឹងដែលគាត់បួសជាព្រះសង្ឃបានសុំកូនប្រុសទី5និងទី6យកទៅវត្តដើម្បីសម្រាប់បន្ទុកភរិយារបស់គាត់ហើយឲ្យកូនគាត់នឹងបានរៀនសូត្រផងព្រមទាំងរៀនធម៌រៀនអាខ្លះទៅបំពេញចំណេះម្ដាយរបស់គាត់ក៏យល់ព្រមពីពេលនោះមកបងប្រុសគាត់ទាំង2នាក់ពោលគឺបងប្រុសទី5និងទី6ក៏វិច្ចប្រវិច្ចទៅនៅជាមួយឪពុករបស់គាត់ធ្វើជាក្មេងវត្តបម្រើការក្នុងវត្តហើយក៏ឆ្លៀតពេលរៀនសូត្រនោះឯងមួយរយៈធំទៅមុខទៀតម្ដាយរបស់គាត់រកស៊ីកាន់តែល្អឡើងចេះតែកាក់កបហៅទៅដាក់ទៅវាចេះតែត្រូវកើនចំណូលមានជីវភាពរៀងធូរធារបន្តិចស្របពេលដែលបងស្រីទី4របស់គាត់មានការងារធ្វើដែរចឹងអាចរកប្រាក់ចំណូលផ្គូផ្សំគ្នាមានឪពុកទី2គាត់ផងបងស្រីទី4របស់គាត់ផងម្ដាយរបស់គាត់រកស៊ីល្អផងវាផ្គូផ្សំគ្នាធ្វើឲ្យចំណូលរបស់គាត់មានជីវភាពធូរស្រាលជាងមុនពួកគាត់ឃើញស្ថានភាពគ្រួសារបែបនេះពួកគាត់ក៏ពិភាក្សាគ្នាថាចេះម៉ាក់របស់គាត់បានចេញយោបល់ថាឥឡូវយើងធូរស្រាលខ្លាំងជាងមុនហើយអាណិតប្អូនទី5ហើយទី6ទៅនៅវត្តមិនដឹងមានអីញ៉ាំគ្រប់អត់រស់ដោយសារតែចង្ហាន់របស់លោករស់ដោយសារតែទៀនរបស់ប្រសក់ដែលទៅវខ្វះខាតអីចឹងទៅឥឡូវជីវភាពរបស់យើងល្អយកពួកហ្នឹងមកវិញមកសម្រាប់ចិត្តបែបហ្នឹងហើយពួកគាត់ក៏តម្រង់ដំណើរទៅឯវត្តដែលឪពុករបស់គាត់បានបួសហ្នឹងក្រោយពីប្រាប់ពីរឿងរ៉ាវពីជីវភាពអស់ហើយឪពុករបស់គាត់ដែលជាព្រះសង្ឃក៏បានមានសង្ឃដីកាយល់ព្រមឲ្យបងប្រុសរបស់គាត់ទាំង2នាក់ត្រឡប់មកផ្ទះវិញក្រោយជុំគ្នាម្ដងទៀតសារជាថ្មីម្ដាយរបស់គាត់បានដាក់គាត់និងបងប្រុសទាំង2នាក់ពោលគឺបងប្រុសទី5ទី6ហ្នឹងឲ្យចូលរៀននៅសាលារដ្ឋគឺជាសាលាពោចន្ទង់នឹងឯងរៀនបានមួយរយៈកូនម្នាក់ចាប់ផ្ដើមរីកមានចាប់ផ្ដើមលូតលាស់រៀងធំដែរផ្ទះដែលធ្លាប់តែទូលាយចាប់ផ្ដើមចង់អៀតជាងមុនចាប់ផ្ដើមខ្វះកន្លែងគេងកន្លែងផ្ទាល់ខ្លួនលាក់បំណាច់ថាម្ដាយរបស់គាត់និងបងស្រីរបស់គាត់រកទាំងឪពុកទី2របស់គាត់មានចំណូលដែលធ្វើឲ្យជីវភាពគ្រួសារកាន់តែល្អហើយពួកគាត់ក៏មានគំនិតថាយើងគិតរកផ្ទះមួយកន្លែងទៅឲ្យយើងធំជាងហ្នឹងទៅឲ្យរស់នៅឲ្យស្រួលបន្តិចក្រោយពីសម្រេចសម្រួលគ្នាហើយឯកភាពគ្នាអស់ហើយម្ដាយរបស់គាត់បានពឹងភ្នាក់ងារអចលនទ្រព្យ
ជំនាន់ហ្នឹងគេហៅថាគក់ជេណាមិនមែនភ្នាក់ងារដែលមានស្តង់ដារទេតែរបៀបគក់ជេផ្ទះគក់ជេដីអីចឹងទៅដើម្បីស្វែងរកផ្ទះមួយដែលសមល្មមតម្លៃសមរម្យឲ្យស័ក្តិសមជាមួយនឹងជីវភាពព្រោះដោយសារតែគាត់ត្រូវចិញ្ចឹមកូន4នាក់នៅក្នុងបន្ទុកដូចគ្នាដែរទោះអ្វីត្បិតថាកូនស្រីច្បងដែលនៅបច្ចុប្បន្នហ្នឹងមានប្រាក់ចំណូលក្តីតែត្រូវមានប្រាក់បំរុងដូចគ្នាដែរគក់ជេនឹងបានស្វែងរកផ្ទះមួយដែលមានទីតាំងម្ដុំខ្ញុំមិនបញ្ជាក់ទីតាំងទេតែនៅគៀកនៅក្នុងកណ្ដាលទីក្រុងនឹងតែម្ដងតែខ្ញុំប្រហើបទីតាំងចេះវិញខ្ញុំមិនហ៊ាននិយាយឲ្យចំទេតែខ្ញុំប្រហើបទីតាំងថាបើសិនជាបងប្អូនជិះពីពោធិ៍ចតុងចូលមកដល់ទីក្រុងភ្នំពេញកណ្ដាលទីក្រុងវិញត្រូវឆ្លងកាត់ខណ្ឌមួយហ្នឹងត្រូវឆ្លងកាត់សាលាធំមួយហ្នឹងមុនគេសិនមុននឹងចូលទៅដល់ខ្ញុំនិយាយប្រប៉ាត់ហ្នឹងចោះចឹងបងប្អូនសិក្សាខ្លួនឯងទៅថានៅម្ដុំណាផ្ទះនោះគឺជាផ្ទះរបៀបវីឡាកូនកាត់មិនមែនជាផ្ទះល្វែងចំតែម្ដងទេតែការសាងសង់នឹងរបៀបវីឡាដូចគ្នាដែរចឹងបងស្រីរបស់គាត់និងម៉ាក់របស់គាត់ពេញចិត្តផ្ទះនឹងខ្លាំងមែនទែនម្ចាស់ផ្ទះក៏ចរចាជាមួយគាត់តម្រូវឲ្យបង់1ខែហើយកក់1ខែតាមការស្នើសុំរបស់ម្ចាស់ផ្ទះហ្នឹងតម្លៃពេលហ្នឹងគឺគាត់មិនមែនជួលផ្ទះមួយជុងហ្នឹងតែម្ដងទេគឺម្ចាស់ផ្ទះគេនៅជាន់ក្រោមហើយគាត់ត្រូវជួលពីជាន់ទី1ឡើងទៅហើយគាត់ត្រូវជួលនៅជាន់ទី1តម្លៃគឺនៅក្នុង1ខែបង់តម្លៃចំនួន$75តែនៅក្នុងឆ្នាំ2008$75គឺថ្លៃបើសិនជាយើងប្រៀបធៀបតម្លៃហ្នឹងជាមួយនឹងផ្ទះដែលគាត់ទទួលបានដែលគាត់រស់នៅហ្នឹងក៏វាស័ក្តិសមគ្នាដែរមួយតម្លៃ$75ហ្នឹងពួកគាត់មិនគិតយូរគាត់គិតថាតួថ្លៃប៉ុណ្ណាបរិយាកាសគឺល្អនៅកណ្ដាលទីប្រជុំជនមានសាលានៅជិតនឹងផងនោះគាត់ក៏សម្រេចចិត្តថាគាត់ជួលផ្ទះមួយហ្នឹងពួកគាត់ចាប់ផ្ដើមរើអីវ៉ាន់ចូលពួកគាត់ថាផ្ទះហ្នឹងគឺស្អាតមែនទែនទោះគាត់ស្ថិតនៅជាន់ទី1ក្តីតែនៅពីលើជាន់ទី1ហ្នឹងគឺមានរបៀបថាវាលមួយទៀតដែលឡើងចរើទៅពីផ្ទះជំនាន់ដើមបងប្អូនធម្មតាលើដំបូលហ្នឹងគេរៀបរបៀបឥតកសែងណាគេទុកអាកន្លែងហ្នឹងខែលោសង់ឡើងនៅពេលដែលគេមានលុយឬក៏គេទុកអាងស្តុកទឹកវាអត់មានដំបូលបិទចិត្តទេវាជាទីវាលហ្មងដែលគេរៀបឥតកសែងអីចឹងទៅគឺមានសភាពទីធ្លាបែបហ្នឹងឯងថ្ងៃទី1ជាថ្ងៃដែលពួកគាត់រើអីវ៉ាន់ចូលមកដល់ផ្ទះនៅពេលដែលពងតែលើកអីវ៉ាន់ឡើងចរើហ្នឹងបងស្រីគាត់ស្រាប់តែឃើញមានមនុស្សម្នាក់អឺតមើលគាត់ពីលើពីជាន់របស់គាត់រស់នៅគាត់ឃើញមួយផ្លែតហ្នឹងគាត់ក៏សួរថាម៉ាក់ណាគេហ្នឹងមួយរំពេចហ្នឹងបងប្រុសទី6របស់គាត់បញ្ជាក់ម្ដងទៀតណាខែលោកបងប្អូនភ្លេចបងប្រុសទី6និងបងប្រុសទី5របស់គាត់គឺនៅវត្តជាមួយនឹងលោកតាដែលជាឪពុករបស់គាត់បួសនៅក្នុងណាទើបតែរើមកជុំគ្នាហើយមកជួបផ្ទះមួយហ្នឹងបងប្រុសទី6របស់គាត់នេះក៏លន់មាត់ថាចេះផ្ទះហ្នឹងជាផ្ទះដែលមានមនុស្សស្លាប់3នាក់ម៉ាក់របស់គាត់ឮបែបហ្នឹងខឹងខ្លាំងមែនតើហើយប្រាប់ថាណែមិននិយាយអីផ្ដេសផ្ដាសអញ្ចឹងប្រយ័ត្នម៉ាក់វាយតើបងប្រុសទី6របស់គាត់ឃើញអ្វីហេតុអ្វីបានដឹងថាផ្ទះមួយហ្នឹងមានមនុស្សស្លាប់រហូតទៅដល់3នាក់បន្ទាប់មកពួកគាត់ក៏អញ្ជូនអីវ៉ាន់ជាបណ្ដើអីចឹងទៅស្របពេលដែលរើឡើងដល់អស់ហើយពួកគាត់សង្កេតឃើញថាចេះនៅសងខាងចណ្ដើដែលឡើងទៅជាន់របស់គាត់ហ្នឹងមានបិទបាំងដោយស័ង្កសីបងប្អូនយល់កន្លែងហ្នឹងមានតែអាចដាឡើងហ្នឹងគឺបិទស័ង្កសីពីដៃចដារហូតដល់ពីដានគឺបិទចិត្តតែម្ដងដែលយើងឡើងចដាទៅយើងមិនអាចមើលទៅផ្ទះអ្នកចិត្តខាងបានឬក៏មើលទៅបរិយាកាសណាគឺមើលអត់បានទេគឺងងឹតស្លុបតែម្ដងគូបាំងស័ង្កសីសងខាងគឺចិត្តមើលទៅគាត់មានអារម្មណ៍ថាដូចការពារអ្វីមួយដូចវាថាខ្លាចធ្លាក់ចដើអញ្ចឹងណាឬក៏មានអ្នកណានៅដែលមិនចង់ឲ្យគេដឹងថាមានមនុស្សឡើងចុះអីចឹងក្នុងករណីហ្នឹងហើយដែលគេបាំងស័ង្កសីឲ្យចិត្តហ្នឹងតែវាក៏ហាក់ដូចជាការបិទបាំងបងប្រុសទី3របស់គាត់ក៏លន់មាត់ថាអ្នកនៅទីក្រុងគេមិនសូវរាប់ញៀតទេណាសុកចិត្តបាំងស័ង្កសីអត់ឲ្យឃើញគ្នាអញ្ចឹងណាបាំងឡើងចិត្តអស់ហ្មងម៉ាក់គាត់ក៏តបថាអើយតែប៉ុណ្្នឹងឯងអ្នកនៅទីក្រុងមិនសូវរាប់ញៀតដូចអ្នកនៅតាមជាយក្រុងឬអ្នកនៅតាមជនបទទេនៅពេលដែលចូលទៅដល់ក្នុងផ្ទះជំហានទី1ម្ចាស់សាច់រឿងបានក្រឡេកឃើញទូស្ពង់មួយហើយនឹងក្រែម៉ាសាមួយដែលស្តៀងជាមួយនឹងក្រែពេទ្យគាត់ក៏លេចឃើញក្រែនឹងភ្លាមគាត់ឃើញគាត់សប្បាយចិត្តហើយរបៀបក្មេងៗឃើញរបស់ថ្មីអីអញ្ចឹងដែលទុកអីអញ្ចឹងណាអញ្ចឹងគាត់ក៏ស្ទុះរត់ហក់ឡើងទៅដេកនៅលើក្រែហ្នឹងហើយប្រាប់ថាក្រែនេះខ្ញុំយកឯណាល្មមខ្លួនតែម្ដងបងប្រុសទី1ឃើញគាត់រត់ឡើងទៅលើក្រែមួយហ្នឹងបងប្រុសទី6របស់គាត់ដែលទើបតែប្រាប់ថាមានមនុស្សស្លាប់3នាក់ហ្នឹងណាក៏លន់មាត់និយាយប្រាប់ថាក្រែហ្នឹងគេអូសសពចាញ់ចុះទៅដល់ក្រោមគេប្រើក្រែមួយហ្នឹង
អូយភឺក្បាលម៉ាក់របស់គាត់ក្រន់តែលឺពាក្យមួយម៉ាត់ហ្នឹងស្ដីឲ្យបងប្រុសរបស់គាត់ខ្លាំងមែនទែនខ្លាំងជាងមុនទៀតជាការស្ដីឲ្យលើកទី2បន្ទាប់មកពួកគាត់ក៏ចាប់ផ្ដើមរៀបចំអីវ៉ាន់នៅក្នុងផ្ទះពួកគាត់បោសផ្ទះបដាចាប់ផ្ដើមអង្គិលអីវ៉ាន់បោសពីមុខរហូតដល់ក្រោយបោសបដារហូតដល់ប្រទះឃើញរបស់មួយយ៉ាងរបស់នោះគឺជាខ្សែអំបោះពណ៌សមួយដុំចងជាប់នឹងសសរនៅក្នុងផ្ទះខាងមុខនិងចង្រឹងបង្អួចបានន័យថាចង្រឹងបង្អួចក៏ចងសសរនៅពីមុខផ្ទះក៏ចងដែរម្ដាយរបស់គាត់ក៏ឃើញដែរមិនពិចារណាច្រើនថាជាអំបោះបែបណាហាក់ដូចជាមិនជឿទៅលើរឿងអបិយជំនឿផងគាត់ក៏ទាញក្បិតមកកាត់ផ្ដាច់អំបោះពណ៌សហ្នឹងក្នុងចិត្តរបស់គាត់ក៏គិតថាអំបោះស្អីមកចង់ទៅពីហ្នឹងឬក៏គាត់អាចគិតថាចង់ចឹងបើក្មេងៗឃើញនាំតែខ្លាចកាត់ចោលបណ្ដោយទៅដែលជារឿងបណ្ដាលចិត្តដែលធ្វើឲ្យគាត់កាត់អំបោះហ្នឹងបងប្រុសរបស់គាត់ទី6ហ្នឹងគាត់ឃើញចឹងស្រែកកាត់ម្ដាយរបស់គាត់ថាចេះម៉ាក់គុំកាត់ខ្សែមួយហ្នឹងខ្សែហ្នឹងលោកតាអ្នកចងទេលើកនេះម្ដាយរបស់គាត់បែរមកគាត់ខឹងខ្លាំងខឹងទប់លែងជាប់ផ្ទះបងប្រុសគាត់ចំនួន3-4ដៃមួយទំហឹងហើយគំរាមទៀតថាបើសិនតែហ៊ាននិយាយអីផ្ដាស់ទៀតបងប្រុសគាត់នឹងត្រូវធ្ងន់ជាងនឹងទៀតក្រោយពីស្ថានភាពបែបហ្នឹងបងប្រុសរបស់គាត់ក៏ចាប់ផ្ដើមរក្សាភាពស្ងប់ស្ងាត់លែងហ៊ាននិយាយអ្វីទាំងអស់មិនដឹងថាគាត់ឃើញអ្វីមិនដឹងថាគាត់ដឹងរឿងរ៉ាវអ្វីមិនដឹងតតែសោះហេតុអ្វីបានគាត់និយាយអីចម្លែកបែបហ្នឹងម្នាក់ក៏បន្តរៀបចំបន្តទៀតនៅក្នុងយប់នោះសោផ្ទះរបស់គាត់បានគាំងហើយម្ដាយរបស់គាត់បានទេហៅម្ចាស់ផ្ទះដែលនៅខាងក្រោមផ្ទះនោះដើម្បីសុំជំនួយឲ្យរកជាងពួកគាត់ទើបតែចូលមកចំណូលថ្មីអត់ដឹងជាងអីនៅណាផងហ្នឹងហើយម្ចាស់ផ្ទះនៅខាងក្រោមមានទំនួលខុសត្រូវក្នុងការដោះស្រាយឲ្យគាត់អញ្ចឹងទៅគាត់ទេទៅនិយាយរៀបរាប់ពីបញ្ហាទាំងអស់ម្ចាស់ផ្ទះហាក់ដូចជាមិនអើពើឲ្យប្រាប់ថាឥឡូវយប់ហើយស្អែកចាំខ្ញុំដោះស្រាយទៅគាត់មិនព្រមឡើងតតែសោះតែម្ដងមិនដឹងថាហេតុអីមិនគាត់មិនព្រមឡើងគាត់មិនឆ្លើយតែម្ដាយរបស់គាត់របៀបនិយាយកាត់ថាបងឯងមិនអោយដោះស្រាយមិនផ្ទះខ្ញុំនៅជាន់ទី1ហើយចុះបើគេផ្លោះចូលមកកូនខ្ញុំកូនមានកូនស្រីហើយកូនទូចមកកំផ្លោកទៀតនេះកូនពៅខ្ញុំកូនស្រីទៀតហើយបើសិនជាគេផ្លោះចូលមកធ្វើអីទៅគិតមិនបងឯងត្រូវដោះស្រាយឲ្យខ្ញុំយប់ហ្នឹងម្ចាស់ផ្ទះអត់តរ៉េះអត់ដឹងតែឆ្លើយថាម៉េចហើយក៏ប្រាប់ម្ដាយគាត់ថាឥឡូវមើលក៏មើលដែរឥឡូវជួយឲ្យណាគេចុះមកយកខ្ញុំបន្តិចណែពេលនោះម្នាក់ក៏អត់មានចម្ងល់អីក៏អត់មានឆ្ងល់អត់មានចិត្តអីមួយដកថាទេហើយគាត់នៅផ្ទះខ្លួនឯងសោះឡើងមកមើលមកវាថៃចាំបាច់ឲ្យមានណាគេចោះទៅយកអត់មានណាគេឆ្ងល់ម្ដាយរបស់គាត់ក៏បញ្ជាឲ្យបងប្រុសរបស់គាត់ចោះទៅយកម្ចាស់ផ្ទះដើម្បីឲ្យគាត់មកធ្វើសោកគាំងនឹងបន្ទាប់ពីទៅយកហើយម្ចាស់ផ្ទះបានដោះស្រាយបញ្ហាសោកគាំងរួចហើយក៏សុំពឹងឲ្យបងប្រុសរបស់គាត់ជូនគាត់ចោះត្រឡប់ទៅវិញត្រង់ចំណុចហ្នឹងម្ដាយរបស់គាត់ក៏អត់មានចម្ងល់អីដែរក៏អត់មានឆ្ងល់អីដែរគាត់គិតថាប្រហែលល្ងិតអីចឹងឬក៏ម្ដុំហ្នឹងអសុវត្ថិភាពបែបណាទើបបានគាត់ផ្សំសាច់រឿងបាំងសង្កសីនាំគេផ្លោះចូលនាំគេអីចឹងណាចឹងក្នុងករណីហ្នឹងគាត់អត់មានចម្ងល់អ្វីទាំងអស់រំលងបានប្រហែលជា2ថ្ងៃម៉ាក់របស់គាត់ដោយសារតែមានជីវភាពល្អមិនដាក់កូនពៅទៅក្នុងសាលារដ្ឋនោះទេតែឲ្យរៀននៅក្នុងសាលាឯកជនដែលជិតផ្ទះតែម្ដងបងប្រុសរបស់គាត់ទាំងពីរពោលគឺបងទី5និងបងទី6មិនបានចូលរៀននោះទេពេលចូលដល់សាលាគឺគាត់សប្បាយរីករាយខ្លាំងសប្បាយខ្លាំងមែនទែនសប្បាយជាងរៀនពីសាលារដ្ឋទៀតគឺសប្បាយមានកម្មវិធីប្លែកវាល្អជាងសាលារដ្ឋជាដើមឡាគាត់បានរាប់អានមិត្តភ័ក្តិច្រើនមែនទែនតែអ្នកដែលគាត់ស្និទ្ធជាងគេគឺជាក្មេងម្នាក់ដែលមានអាយុប្រហែលជាសបាគាត់ដូចគ្នាហើយក្មេងម្នាក់ហ្នឹងគឺជាកុមារីនិយាយត្រូវគ្នាខ្លាំងណាស់នៅពេលចេញលេងគាត់តែងតែលេងតែ2នាក់ជុំគ្នារបៀបថាទៅណាលេងជាមួយណាគេក៏ដោយត្រូវតែមាន2នាក់ហ្នឹងទៅជាមួយគ្នាតែញ៉ាំអីក៏ទៅញ៉ាំជុំគ្នាទិញអីក៏ទិញជុំគ្នាធ្វើអ្វីក៏ធ្វើជុំគ្នារហូតដល់ល្ងាចឡើងបងប្រុសរបស់គាត់បានជិះកង់មកយកគាត់ត្រឡប់ទៅផ្ទះវិញរំលងពីនឹងបាន 2-3 ថ្ងៃទៀតរឿងហេតុមួយក៏បានកើតឡើងគាត់ប្រាប់ថាចេះជើងរបស់គាត់ពាក់ស្បែកជើងជាប់រហូតនៅក្នុងផ្ទះមិនមានអ្វីមុតគាត់មិនបានដើរទៅជន់អ្វីឲ្យមានរបួសជើងអត់មានញ៉ាំអីខុសគឺអត់តល់តែសោះតែសុកជើងរបស់គាត់ប្រែជាហើមខ្លាំងមែនទែនដោយមិនដឹងមូលហេតុស្របពេលដែលគាត់ឈឺជើងហ្នឹងនៅក្នុងផ្ទះរបស់គាត់ចាប់ផ្ដើមមានរឿងប្លែកកើតឡើងដែលមិនសមមានន័យថាធ្លាប់តែរស់នៅដោយសុខដុមរមនាតែរាប់ចាប់ពីគាត់ឈឺជើងហ្នឹងម្ដាយរបស់គាត់បងស្រីរបស់គាត់និងប៉ាក្រោយរបស់គាត់នោះឆ្លោះគ្នាមិនចេះចប់ឆ្លោះគ្នារឿងតូចតាចក៏ខ្លាចទៅជារឿងធំរឿងមិនត្រូវជាឆ្លោះក៏ខ្លាចទៅជាចំនួន
នៅថ្ងៃទី5នៃការចូលរៀនរបស់គាត់ក៏ជាពេលវេលាដែលគាត់មិនទាន់ជាសះស្បើយពីជើងរបស់គាត់ដែរប៉ុន្តែជំងឺរបស់គាត់ការហើមជើងរបស់គាត់ហ្នឹងកាន់តែធ្វើទុកខ្លាំងឡើងស្របពេលដែលរៀបចេញពីរៀនហ្នឹងក៏មានភ្លៀងធ្លាក់ខ្លាំងមែនទែននៅល្ងាចនោះគាត់មិនមានជំរឿសគាត់ក៏អង្គុយចាំបងគាត់ជាមួយនឹងមិត្តភ័ក្តិដែលទើបតែរាប់អានគ្នាហ្នឹងអង្គុយនៅមុខសាលារហូតដល់រាំងភ្លៀងទើបបានបងប្រុសគាត់ជិះកង់មកដល់មកទទួលគាត់ត្រឡប់ទៅផ្ទះវិញគាត់បានឡើងកង់ទាំងពីរបាក់ជិះកង់បណ្ដើររហូតដល់ផ្ទះបងប្រុសរបស់គាត់ចាប់អារម្មណ៍ថាមានមនុស្សម្នាក់ជិះកង់ក្រោយតាមគាត់ពីក្រោយក៏លេងមើលទៅក៏ឃើញថាមានកុមារីម្នាក់គាត់ក៏តាំងចិត្តសួរប្អូនរបស់គាត់ថាអូនឯងស្គាល់ក្មេងស្រីនោះអត់ពួកម៉ែអូនឯងមែនប្អូនរបស់គាត់ជាម្ចាស់សាច់រឿងក៏បានប្រាប់ថាអូមិត្តភក្តិខ្ញុំតាហើយជិះតាមពីក្រោយទៅអីមកដល់ផ្ទះដល់ចំណុចនេះគាត់បន្តជិះហើយគាត់បក់ដៃរបៀបបាយដាក់មិត្តភក្តិគាត់អីអញ្ចឹងណារហូតមកដល់មុខផ្ទះឈប់កង់មិត្តភក្តិរបស់គាត់គ្រាន់តែឃើញផ្ទះនឹងភ្លាមបត់កង់មួយទំហឹងថយក្រោយតែម្ដងអត់មានចាំយូរគាត់ឆ្ងល់មែនតើថាហើយខំជីពីណាពីណីជីមកតាមក្រោយរហូតដល់ហ្នឹងហើយរឿងអីគ្រាន់តែមកឈប់និយាយគ្នាលាគ្នាមួយម៉ាត់ក៏មិនបានរត់ចោលគ្នាអញ្ចឹងតែម្ដងប្រហែលបញ្ញាប់ទៅផ្ទះខ្លាចម៉ាក់ស្ដីឲ្យដឹងអ្វីក៏ប្រតិបត្តិការទៅតាមធម្មតាញ៉ាំបាយល្ងាចឪពុកម្ដាយរបស់គាត់ក៏នៅតែឆ្លោះគ្នាជាមួយបងស្រីជាដើមឡាលុះស្អែកឡើងជើងរបស់គាត់ឈឺកាន់តែខ្លាំងជាងមុនទៀតនៅពេលដែលទៅដល់សាលារៀនគាត់បានជួបមិត្តភក្តិរបស់គាត់នឹងមិនទាន់បានតាំងសួរផងព្រោះគាត់តាំងចិត្តថាជួបគាត់នឹងសួរថាល្ងាចមិញជូនឯងទៅដល់ទេព្រមលាឯងមួយម៉ាត់ហើយមិនក៏បកកង់ទៅក្រោយម៉េះមិនទាន់បានហើបមាត់សួរសំណួរនឹងផងគ្រាន់តែជួបមុខភ្លាមមិត្តភក្តិគាត់ហាកាត់សួរគាត់តែម្ដងសួរថាអញ្ចឹងណែមិត្តភក្តិឯងនឹងរស់នៅផ្ទះហ្នឹងមែនគាត់ថាហ្នឹងហើយផ្ទះហ្នឹងផ្ទះខ្ញុំនៅមិត្តភក្តិរបស់គាត់ក៏បានឆ្លើយថាបើសិនជាឯងនិយាយមិត្តភក្តិឯងកុំខឹងណាគាត់ក៏បានឆ្លើយថាមកនិយាយមកមិនវិធីមិនគ្រាន់តែឃើញផ្ទះហ្នឹងក៏រត់ចោលគ្នាអញ្ចឹងមិត្តភក្តិរបស់គាត់ថាផ្ទះហ្នឹងមុនហ្នឹងមានមនុស្សស្លាប់រហូតដល់ចំនួន3នាក់ពលគឺប្រុស2ហើយស្រី1ហើយសិតតែជាជនជាតិចិនទៀតគ្រាន់តែឮប៉ុណ្្នឹងសំឡេងរបស់បងប្រុសរបស់គាត់ជាបងប្រុសទី6ដែលប្រាប់ម៉ាក់គាត់តាំងពីដំបូងថាផ្ទះហ្នឹងមានមនុស្សស្លាប់3នាក់ណាដោយវាចាក់ផ្សាយម្ដងទៀតលោតសំឡេងម្ដងទៀតនៅក្នុងខួរក្បាលរបស់គាត់ស្របពេលដែលមិត្តភក្តិគាត់និយាយវាដូចគ្នាខ្លាំងពេកពេលដែលឮមិត្តភក្តិគាត់និយាយបែបហ្នឹងគាត់ភ្ញាក់ខ្លាំងមែនទែនសួរថាហើយមិនក៏ដឹងថាកន្លែងហ្នឹងផ្ទះហ្នឹងមានមនុស្សស្លាប់ហើយដឹងមកពីណាមិត្តភក្តិរបស់គាត់ក៏ប្រាប់ថាមិនក៏មិនដឹងបើមិត្តភក្តិគាត់អ្នកនៅម្ដុំហ្នឹងណាគេក៏ដឹងដែរអ្នកនៅម្ដុំហ្នឹងណាគេក៏ដឹងគ្រប់គ្នាដែរតែបញ្ហាថាស្លាប់ដោយសារអីគឺអត់ដឹងច្បាស់ទេអត់មានអ្នកគេដឹងច្បាស់ទេដឹងតែមានមនុស្សស្លាប់ទាំងអស់ចំនួន3នាក់ក្រោយពីការសន្ទនាមួយហ្នឹងហើយពួកគាត់ក៏បន្តរៀនសូត្រតែម្ចាស់សាច់រឿងចាប់ផ្ដើមមានការថ្នាក់ចិត្តមួយទំហឹងហើយមានអារម្មណ៍មិនស្រួលនៅក្នុងចិត្តមានអារម្មណ៍មិនធម្មតាហើយលុះចេញពីរៀនគាត់ក៏ចាំបងគាត់មកទទួលដោយរាល់ដងតាមផ្លូវត្រឡប់ទៅផ្ទះវិញគាត់ក៏បានប្រាប់បងប្រុសតាមដំណើរសាច់រឿងដែលមិត្តភក្តិរបស់គាត់ហ្នឹងបាននិយាយគ្នាបណ្ដាគាត់បានបកស្រាយចប់ហើយបងប្រុសរបស់គាត់ក៏បាននិយាយថាអញ្ចឹងតាទើបបានគាត់ចេះតែឃើញគាត់និយាយមួយម៉ាត់ប៉ុណ្ណឹងគាត់អត់បាននិយាយថាឃើញស្អីគាត់អត់បាននិយាយថាបទពិសោធន៍របស់គាត់ស្អីទេអត់មាននិយាយទេគាត់ថាអញ្ចឹងតាទើបបានគាត់ចេះតែឃើញម្ចាស់សាច់រឿងមានគម្រោងថាអញ្ចឹងពេលទៅដល់ផ្ទះគាត់នឹងប្រាប់ម្ដាយគាត់ពីដំណើរសាច់រឿងនៅអ្វីដែលមិត្តភក្តិរបស់គាត់បានប្រាប់នឹងឯងប៉ុន្តែនៅពេលដែលគាត់បានមកដល់ផ្ទះគាត់ឃើញម៉ាក់គាត់កំពុងតែនិយាយទូរស័ព្ទឆ្លោះគ្នាខ្លាំងមែនទែនជាមួយនឹងមិត្តភក្តិរបស់គាត់ឆ្លោះគ្នារកខុសត្រូវរហូតដល់របៀបថាហ៊ាននិយាយអញ្ចឹងបកខ្លាំងស្បត់ខ្លាំងនិយាយតទល់គ្នារបៀបឆ្លោះគ្នាខ្លាំងហ្មងគាត់ដើរទៅចិត្តម៉ាក់របស់គាត់រោប្រាប់ម្ដាយរបស់គាត់តែម្ដាយរបស់គាត់ស្រែកឆ្លោះគ្នាកាន់តែស្រែកខ្លាំងទៅបងប្អូនយល់ណាមនុស្សឆ្លោះគ្នានិយាយតាមទូរស័ព្ទគឺស្រែកអត់មានគិតថាផ្ទុះទូរស័ព្ទអត់ទេគឺស្រែកយកឈ្នះរៀងខ្លួនណាឆ្លោះមិនឆ្អែតទេម្ដាយរបស់គាត់បានប្រាប់ប្តីគាត់ថាអញ្ចឹងមកជូនគាត់ទៅតិចទៅមិត្តភក្តិដើម្បីនិយាយគ្នាឲ្យដឹងខុសត្រូវមើលតែអ្វីដែលសំខាន់គឺម្ដាយរបស់គាត់មិនបានអើពើថាជើងរបស់គាត់ឈឺកម្រិតណាដំណើរកូនស្រីដូចអ្វីដែលកូនស្រីពៅដើរមកគឺអត់មានមនុស្សដើរមកបិទបាំងឈឹងតែម្ដងដោយសារតែភ្លើងកំហឹងគឺត្រូវតែរកឈ្នះចាញ់ត្រូវតែរកយុទ្ធធម៌ភ្លាមចេញទៅត្រុយតែម្ដងគាត់គ្មានឱកាសទាល់តែសោះក្នុងការប្រាប់ម្ដាយគាត់ថាអ្វីទៅដែលគាត់បានដឹងតើនេះជាការបង្វៀងពីអមនុស្សឬក៏យ៉ាងណា
យើងអត់ដឹងថ្ងៃនោះជើងរបស់គាត់ហើមកាន់តែខ្លាំងទៅខ្លាំងជាងថ្ងៃមុនគាត់ថាបើសិនជាថ្ងៃមុនគាត់ថាគាត់ឈឺ10ដងនឹងឈឺ1000ហ្មងគឺឈឺខ្លាំងមែនទែនដើរស្ទើរតែអត់រួចមេឃកាន់តែត្រជាក់ជើងគាត់កាន់តែឈឺមេឃបន្តតែធ្លាក់អន្សើមអាកាសធាតុកាន់តែត្រជាក់ទៅភ្លៀងធ្លាក់មិនឈប់ទាល់តែសោះយប់ឡើងបងប្រុសរបស់គាត់ទាំង3នាក់បានឡើងទៅងូតទឹកភ្លៀងនៅលើដំបូលផ្ទះហើយក៏បបួលគ្នាឡើងទៅដែរប៉ុន្តែដោយសារតែជើងរបស់គាត់ឈឺខ្លាំងពេកគាត់ឡើងចរាអត់រួចទេឡើងទៅមួយជាន់ទៀតអត់រួចទេខ្លាចល្អិលផងខ្លាចអីផងគាត់ក៏គ្មានជំរើសក៏គេងនៅក្នុងបន្ទប់ម្នាក់ឯងនេះគឺជាហេតុការណ៍ដែលស្ដែងបំផុតដែលកើតឡើងចំពោះគាត់ស្របពេលដែលគាត់នៅក្នុងបន្ទប់ម្នាក់ឯងជាហេតុការណ៍លើកទី1ដែលធ្វើឲ្យគាត់ដឹងថាលើលោកនេះពិតជាមានខ្មោចមែនក្រោយពីគាត់សម្លឹងឃើញបងប្រុសទាំង3នាក់ឡើងទៅដល់ជាន់ខាងលើហើយគាត់បានរំកិលខ្លួនដើរទាំងជើងឈឺដើរប៉ាក់ពើកតម្រង់ទៅគ្រែគេងរបស់គាត់នៅចុងជើងគ្រែរបស់គាត់គឺមានទូតាំងមួយដែលម្ដាយគាត់ទិញឲ្យគាត់ទូនោះគឺមានកញ្ចក់ល្មមមកឆ្លោះខ្លួនឯងឃើញពាក់កណ្ដាលខ្លួនណាបើសិនជាឈរទៅគឺឃើញពាក់កណ្ដាលខ្លួនវាធំល្មមដែរតែទីតាំងកញ្ចក់ហ្នឹងគឺឆ្លោះជាមួយនឹងពេលដែលគាត់គេងនឹងឯងគាត់បានរំកិលខ្លួនឡើងនៅលើគ្រែហើយផ្ដេកខ្លួនតាមសម្រួលដោយដាក់ក្បាលនៅលើខ្នើយនៅពេលដែលគាត់បានដាក់ក្បាលនៅលើខ្នើយគាត់ក៏ងាកទៅមើលកញ្ចក់អូយព្រឺតើអ្វីទៅដែលគាត់បានឃើញនៅក្នុងកញ្ចក់នោះអ្វីដែលគាត់ឃើញនៅពេលដែលគាត់ដាក់ក្បាលដល់នោះមើលទៅកញ្ចក់ឆ្លោះមកគាត់អ្វីដែលគាត់ឃើញគឺមានមនុស្សស្រីម្នាក់សក់ខ្លីអង្គុយបែរខ្នងពីលើក្បាលរបស់គាត់អារបៀបអង្គុយពីលើក្បាលតែបែរខ្នងមកក្បាលរបស់គាត់គឺបែបហ្នឹងឯងគាត់ឃើញចឹងគាត់ស្លុតខ្លាំងមែនទែនគាត់បានងាកមើលពីលើក្បាលរបស់គាត់អត់មានឃើញអ្វីទាំងអស់គាត់បានងាកមើលទៅកញ្ចក់តែឃើញមនុស្សស្រីម្នាក់នឹងឆ្លោះពីអូយព្រឺបាហូមខ្លាំងគាត់ឃើញម្នាក់ស្រីនឹងនៅក្នុងកញ្ចក់គាត់ងាកទៅមើលលើម្ដងទៀតអត់មានមនុស្សទាំងអស់មើលទៅក្នុងកញ្ចក់ឃើញនៅនឹងទៀតគាត់ងាកចុះងាកឡើងក្នុងកញ្ចក់ឃើញនៅលើក្បាលគឺមិនមានមនុស្សតតែសោះគាត់ស្លុតខ្លាំងពេកគាំងដៃគាំងជើងគម្រោកអត់រួចស្លុតបាក់ស្មារតីអានេះបានន័យថាបាក់ស្បាតតែម្ដងគាត់ប្រឹងបិទភ្នែកអត់ចង់ឃើញទៀតទេទាំងញ័រខ្លួនដូចសត្វត្រូវទឹកចឹងបានតែបន្តិចបងប្រុសរបស់គាត់បានចុះត្រឡប់មកវិញគាត់បើកភ្នែកក៏លែងឃើញមនុស្សស្រីម្នាក់នោះនៅក្នុងកញ្ចក់ទៀតអារម្មណ៍របស់គាត់ក៏បានធូរស្រាលគាត់ឮបងប្រុសរបស់គាត់ជជែកគ្នាដោយគាត់ចាប់ពាក្យថាចេះទុកសារ៉ាងនឹងឲ្យម៉ាក់មើលគាត់ឮបងប្រុសជជែកគ្នាបែបហ្នឹងគាត់ក៏ឆ្ងល់ថាចេះជជែកគ្នារឿងអីទុកសារ៉ាងស្អីគេឲ្យបងអីបងប្រុសទី6របស់គាត់ក៏និយាយថាចេះបើសិនជាគាត់ប្រាប់ម៉ាក់ហើយថាមានមនុស្សស្លាប់រហូតដល់3នាក់នៅក្នុងហ្នឹងម៉ាក់អត់ជឿទេអញ្ចឹងឥឡូវទុកសារ៉ាងនៅហ្នឹងទុកឲ្យម៉ាក់មើលខ្លួនឯងជាផោះតាំងហើយអ្នកផ្សេងក៏សួរថាម៉េចសារ៉ាងហ្នឹងវាថៃហើយបងប្រុសទី6គាត់ក៏បន្តថាសារ៉ាងហ្នឹងគឺពួកហ្នឹងយកមកប្រើគ្រឿងញៀនហ្នឹងឯងពួកហ្នឹងសំដៅទៅលើចិនទាំង3នាក់ដែលបានស្លាប់បាត់បង់ជីវិតដែលគាត់អះអាងថាមានចិនស្លាប់បាត់បង់ជីវិតនៅក្នុងហ្នឹងទាំង3នាក់ហ្នឹងគឺប្រើសារ៉ាងហ្នឹងជាឧបករណ៍សម្រាប់បញ្ចូលគ្រឿងញៀនចូលទៅក្នុងខ្លួននៅពេលដែលម៉ាក់ហើយនឹងឪពុកទី2របស់គាត់ត្រឡប់មកវិញម្នាក់ក៏បានយកសាច់រឿងទាំងអស់បូករួមជាមួយម្ចាស់សាច់រឿងដែលដឹងដំណឹងពីមិត្តភ័ក្តិរបស់គាត់ហ្នឹងយកទៅបញ្ចូលសាច់រឿងទាំងអស់ទៅប្រាប់ម្ដាយរបស់គាត់ឲ្យបានដឹងដងនេះម្ដាយរបស់គាត់លែងគំរាមអ្នកណាគេម្នាក់ហើយលែងសម្លុតអ្នកណាគេម្នាក់ហើយតែមានសភាពបិទមាត់ឡើងចិត្តតែម្ដងសូម្បីតែបងស្រីរបស់គាត់ហ្នឹងក៏បិទមាត់ចិត្តដែរលែងមានលែងប្រកែកលែងស្ដីឲ្យលែងថៃផ្ដេសផ្ដាស់ដូចទទួលយកអារបៀបថាទឹកមុខមួយដែលថាមិនជួបតែខ្ញុំផងហ្នឹងអ្នកផ្សេងជួបដែរគឺទឹកមុខបែបហ្នឹងឯងបងស្រីរបស់គាត់បាននិយាយថាអូអញ្ចឹងតាំងពីនៅផ្ទះហ្នឹងចេះតែមានអារម្មណ៍ចម្លែកចេះតែមានគេមើលឬក៏ចេះតែមានអារម្មណ៍ថាមានគេលួចដើរតាមចេះតែមានអារម្មណ៍ថាក្តៅក្រហាយតើអារម្មណ៍របស់បងស្រីរបស់គាត់ហ្នឹងកើតឡើងរបៀបម៉េចអ្វីដែលបានកើតឡើងចំពោះបងស្រីគាត់គឺមានសភាពបែបនេះគ្រប់ពេលដែលគាត់ចូលទៅងូតទឹកម្ដងគឺយូរខ្លាំងមែនទែនអារបៀបថាមុនពេលចូលបន្ទប់ទឹកគាត់មើលម៉ោងឧទាហរណ៍ថាម៉ោង3ល្ងាចអីចឹងទៅនៅពេលដែលគាត់មុជទឹកហ្នឹងគាត់គិតថាគាត់មុជទឹកលឿនទេប៉ុន្តែចេះតែមុជទឹកទៅចេះតែមានអារម្មណ៍ថាដូចដួសបន្តដួសដោយអត់ដឹងខ្លួនជាសកម្មភាពមុជទឹកដដែលយូរខ្លាំងមែនទែនរហូតដល់គាត់ចេញមកវិញមើលទៅម៉ោង5បាត់របៀបអញ្ចឹងគឺគាត់អត់មានដឹងខ្លួនថាខ្លួនឯងមុជទឹកយូរថាហេតុអ្វីបានបណ្ដាលឲ្យគាត់មុជទឹកយូរគាត់អត់ដឹងទាល់តែសោះតែគឺយូរខ្លាំងខុសធម្មតាពេលខ្លះនៅពេលដែលគាត់មុជទឹកទៅក៏ស្លុងពេលដែលគាត់ដឹងខ្លួនមកវិញស្រាប់តែឃើញខ្លួនឯងនៅក្នុងអាងទឹកវិញហ
ហើយចិត្ត2-3ម៉ោងបាត់ទៅហើយហ្នឹងបកមកម្ដាយរបស់គាត់វិញដែលព្រមទំលាយរឿងថាតើគាត់បានជួបអ្វីខ្លះដែលអ្នកអះអាងថាកុំឲ្យបងខ្លួនឯងនិយាយប្រេះផ្ដាស់នេះម្ដាយរបស់គាត់និងឪពុកក្រោយរបស់គាត់នេះប្រាប់ថាគាត់យល់សពសឹងតែរាល់ថ្ងៃយល់សពមិនលួសទាល់តែសោះគាត់ឃើញមនុស្សប្រុសដដែល2នាក់និងមានមនុស្សស្រីម្នាក់ឈរហើយចង្អុលឲ្យគាត់ចេញក្រៅទ្វារចង្អុលគាត់ហើយចង្អុលទៅទ្វាររបៀបថាចេញតែមិនមានហើបមាត់ក៏មិននិយាយអីដែររបៀបថាចង្អុលហើយចង្អុលទៅទ្វារគាត់នៅក្នុងយល់សពហ្នឹងគឺដឹងហ្មងគឺគេដេញថាឲ្យចេញហើយចេញភ្លាមចេញជាបន្ទាន់ក្រោយពិភាក្សាគ្នាដឹងរឿងហើយម្ដាយរបស់គាត់ក៏ចោះតាំងចិត្តហ្មងចោះទៅសួរម្ចាស់ផ្ទះថាឥឡូវផ្ទះហ្នឹងវាមានរឿងអីប្រកបឲ្យដឹងសខ្មៅហ្មងសឲ្យដឹងសខ្មៅឲ្យដឹងខ្មៅអ្វីដែលហួសចិត្តបំផុតជាចម្លើយដែលទទួលបានគឺចំណុចមួយនេះអ្នកដែលជួលផ្ទះឲ្យគាត់ដែលគាត់គិតថាជាម្ចាស់ផ្ទះនោះមិនមែនជាម្ចាស់ផ្ទះទេគឺជាអ្នកជួលផ្ទះតពីម្ចាស់ផ្ទះដែរតែដោយសារតែគាត់មិនហ៊ាននៅជាន់ហ្នឹងហើយដើម្បីសម្រាលបន្ទុកការបង់ថ្លៃឈ្នួលរបស់គាត់ក៏សម្រេចចិត្តយកជាន់ទី1ហ្នឹងជួលបន្តឲ្យទៅម្ដាយរបស់គាត់នឹងឯងម៉ាក់របស់គាត់ឮហើយគឺធ្លាក់ថ្លើមក្តុកតែម្ដងហើយក៏សួរថាឥឡូវបាញ់និយាយរឿងហ្នឹងទៅបងឯងមិនមែនម្ចាស់ផ្ទះក៏មិនមែនម្ចាស់ផ្ទះទេឥឡូវសួរថាតើផ្ទះហ្នឹងមានរឿងអីអ្នកដែលជួលបន្តនោះបានប្រាប់ថារឿងរ៉ាវទាំងអស់គឺមានមនុស្សស្លាប់3នាក់ជាជនជាតិចិនប្រុស2នាក់ស្រី1នាក់ដូចនឹងអ្វីដែលមិត្តភ័ក្តិរបស់ម្ចាស់សាច់រឿងប្រាប់ទៅម្ចាស់សាច់រឿងបេះបិទតែម្ដងគាត់ថានៅក្នុងថ្ងៃនោះវាមិនដឹងថាមានរឿងអ្វីតែមានចិនម្នាក់ជាមនុស្សប្រុសបានបាញ់សម្លាប់មនុស្ស2នាក់ទៀតហើយក៏បាញ់សម្លាប់ខ្លួនឯងប្រហែលជាភ្លើងប្រច័ណ្ឌប្រហែលជារបៀបយករបស់គ្នាឯងអញ្ចឹងហើយទៅបានខឹងខ្លាំងពេកបាញ់សម្លាប់2នាក់ហើយក៏បាញ់សម្លាប់ខ្លួនឯងជាហេតុបែបហ្នឹងឯងក្រោយដឹងថាសាច់រឿងទាំងអស់បែបណាហើយម្ដាយរបស់គាត់ឡើងមកលើវិញក៏តាំងចិត្តមកសួរបងទី6សួរថាមើលប្រាប់ម៉ាក់តាមត្រង់មើលមិនក៏ដឹងថាមានមនុស្សស្លាប់កូនឯងបានឃើញខ្មោចមែនឬក៏មិនអ្នកនរគ្នាដឹងថាបងប្រុសទី6របស់គាត់នឹងនិយាយថាមិនទេទៅកាន់ម្ដាយរបស់គាត់ចម្លើយនោះគឺពេលដែលកើតហេតុភ្លាមនៅពេលដែលគេបាញ់សម្លាប់គ្នាភ្លាមនេះម្ចាស់ផ្ទះដើមហ្មងបានទៅនិមន្តលោកចំនួន3អង្គមកទីតាំងដើម្បីប្រោះព្រំរងាប់វិញ្ញាណដែលបានស្លាប់ព្រោះនេះយើងរាប់ថាជាវិញ្ញាណតៃហោងហើយលោកទាំង3អង្គមាន1អង្គគឺជាប៉ារបស់គាត់នឹងឯងដែលគង់នៅវត្តទីក្រុងតាខ្មៅហ្នឹងណាគឺ1អង្គនៅក្នុងនឹងឯងពេលនោះបដិជគុណដែលជាឪពុកបានឲ្យបងទី5ទៅជាមួយនឹងគាត់តែបងទី5របស់គាត់នេះខ្លាចខ្លាំងពេកអត់ហ៊ានទៅចឹងហើយទៅបងទី6ហ្នឹងទៅជំនួសមកដល់ទីតាំងផ្ទះនេះតែម្ដងគាត់បានឃើញគ្រប់សកម្មភាពស្ដែងរាប់ចាប់តាំងពីសាកសពដែលដេកដួលនៅក្នុងថ្លុកឈាមរហូតដល់ការសែងសពចុះរហូតដល់ខាងក្រោមហើយគាត់ឃើញឪពុករបស់គាត់ដែលជាបដិជគុណហ្នឹងបានយកខ្សែសីមាទៅចងនឹងតសហើយនឹងចម្រឹងបង្អួចនឹងឯងដោយយកកំបោរទៅគូសគ្រប់ទិសនៅក្នុងផ្ទះហ្នឹងមកដល់ចំណុចនេះអ្នកនៅក្នុងផ្ទះទាំងអស់មិនដឹងថានៅក្នុងផ្ទះហ្នឹងត្រូវបានគូសកំបោរនោះទេគឺអត់បានឃើញទេនៅពេលដែលដឹងថារឿងហ្នឹងអស់ហើយម្ដាយរបស់គាត់ដូចមិនសូវជឿចង់ដឹងថាតើវាពិតប៉ុណ្ណាម្ដាយរបស់គាត់ក៏បបួលសមាជិកក្នុងផ្ទះទាំងអស់មកដើរតាមថារបៀបថាមើលកូនឯងថាបដិជគុណទៅគូសកំបោរឥឡូវគូសកន្លែងណាខ្លះប្រាប់មើលបងប្រុសទី6ក៏ច្អល់ថាគូកន្លែងនោះអញ្ចឹងសមាជិកបានទៅដល់ទីតាំងដែលបងប្រុសគាត់ច្អល់ហ្នឹងបើកមើលពិតជាមានកំបោរពិតប្រាកដមែនពេលនោះហើយដែលបងស្រីរបស់គាត់ប្រាប់ម៉ាក់ថាម៉ាក់រើចេញហើយរើចេញឥឡូវកុំស្ដាយលុយម្ដាយរបស់គាត់នៅតែស្ដាយលុយហើយគាត់ក៏គិតថាឥឡូវកុំរើចេញចិត្តតិចសិនទៅឥឡូវចេះទៅយើងគិតថានិមន្តព្រះសង្ឃមកសូត្របដិញសិនទៅឬក៏មកសូត្ររងាប់វិញ្ញាណនៅក្នុងហ្នឹងសិនទៅបងស្រីរបស់គាត់ក៏ឯកភាពបន្ទាប់ពីម្ដាយរបស់គាត់បាននិមន្តព្រះសង្ឃ2អង្គនិងអាចារ្យម្នាក់មកសូត្រនៅក្នុងផ្ទះហ្នឹងហើយម្ដាយរបស់គាត់បានទូលពីរឿងលំអិតដែលកើតឡើងនៅក្នុងផ្ទះហ្នឹងទៅកាន់ព្រះសង្ឃទាំង2អង្គអ្វីដែលចម្លែកគឺព្រះសង្ឃទាំង2អង្គរៀបចំពិធីទាំងមូលគឺអត់ដល់1ម៉ោងគឺសូត្របញ្ញាប់សូត្រកាត់គ្រាន់សូត្រឲ្យភ្លាមប្រចចេញទៅបាត់និមន្តចេញទៅបាត់ទាំងអាចារ្យទាំងព្រះសង្ឃគឺនិមន្តចេញទៅបាត់មិនដឹងថាព្រះសង្ឃបានឃើញអ្វីគឺមិនដឹងតែសូត្រលឿនមែនតើហើយរត់ចេញលឿនមែនតើចាក់ចេញទាំងសភាពតក់ក្រហល់រួចរាល់ពីកម្មវិធីហើយម្ដាយរបស់គាត់គិតថាប្រហែលលែងអីហើយសូត្រហើយប្រោះព្រំទឹកមុនអីហើយអស់ហើយអញ្ចឹងយប់នោះដឹងតែគេងធម្មតាហើយនៅក្នុងយប់នោះម្ដាយរបស់គាត់និងឪពុកទី2របស់គាត់ហ្នឹងសុកទាញកូនប្រុសទាំងអស់ហ្នឹងរត់ចេញមកគេងខាងក្រៅជុំគ្នាដោយទុកគាត់ហើយនឹងបងស្រីរបស់គាត់ណានៅគេងនៅក្នុងបន្ទប់តែ2នាក់សំណួរសួរថាតើមានរឿងអ្វី
ព្រឹកឡើងគាត់ងើបមកគាត់ឃើញបាត់មនុស្សទៅណាអស់ហើយចេញមកក្រៅមិនក៏ឃើញគេងជុំគ្នាអញ្ចឹងគាត់ក៏សួរបងប្រុសរបស់គាត់ថាមិនមិនគេងមកអញ្ចឹងនៅខាងក្រៅហ្នឹងមិនក៏មិនព្រមហៅពួកខ្ញុំមកគេងផងបងប្រុសទី6របស់គាត់បានប្រាប់ថាយប់មិញហ្នឹងគាត់បានឃើញមនុស្ស2នាក់ឈរពីលើក្បាលម្នាក់ឈរពីលើក្បាលរបស់ប្អូនម្ចាស់សាច់រឿងហើយម្នាក់ទៀតគឺឈរពីលើក្បាលបងស្រីនឹងឯងបងប្រុសរបស់គាត់ភ័យខ្លាំងពេកកេះប៉ារបស់គាត់ប៉ាទី2របស់គាត់ហើយកេះទាំងម៉ាក់របស់គាត់នឹងកេះទាំងអស់ហ្នឹងម្នាក់ឃើញដូចគ្នាបេះបិទឃើញអញ្ចឹងហើយទៅម្ដាយឪពុករបស់គាត់ហ្នឹងបានអូសដៃកូនទាំងអស់ឲ្យគេងចេញទៅគេងជុំគ្នាដោយទុក2នាក់ហ្នឹងនៅក្នុងបន្ទប់បងស្រីរបស់គាត់ដឹងរឿងហ្នឹងហើយគឺខឹងខ្លាំងមែនតើខ្ញុំក៏ខ្ញុំខឹងដែររឿងអីមិនព្រមដាស់ឲ្យចាញ់ទាំងអស់គ្នានេះលៀបថាមានទុករត់ចោលហើយនេះខឹងម៉ាក់គាត់ខ្លាំងមែនតើហើយឲ្យរើចេញពីផ្ទះហ្នឹងជាបន្ទាន់កុំស្ដាយលុយតែម៉ាក់របស់គាត់នៅតែមិនព្រមចេញនៅតែក្រាញនានាដោយសារតែស្ដាយលុយនឹងឯងឃើញសភាពបែបនេះបងស្រីរបស់គាត់ខឹងមែនតើហើយមានចំនួនខ្លាំងមែនតើហើយប្រាប់ថាបើមិនរើចេញទេខ្ញុំមិននៅផ្ទះហ្នឹងទេខ្ញុំទៅនៅផ្ទះមិត្តភក្តិខ្ញុំក៏បានដែរត្រឹមចំណុចនេះបងស្រីរបស់គាត់ក៏រត់យកកៅអៅរបស់គាត់រត់ចេញទៅផ្ទះមិត្តភក្តិរបស់គាត់មែនយប់នោះបងស្រីរបស់គាត់មិនត្រឡប់មកផ្ទះទេចំណែកឯជើងរបស់គាត់កាន់តែហើមខ្លាំងទៅហើមធំបងប្អូនដែរឃើញនៅលើ Facebook បងប្អូនមួយចំនួនគាត់មានជំងឺហើមជើងហើមធំឡើងចង់ប៉ិនជើងតម្រៃជើងរបស់គាត់គឺមានសភាពហើមធំបែបហ្នឹងឯងបងប្រុសទី3របស់គាត់ក៏ឲ្យយោបល់ថាចេះឥឡូវចេះទៅនិមន្តលោកពុកទៅដែលជាបដិជគុណនៅវត្តតាខ្មៅដែលគាត់បានឃើញរឿងហេតុហ្នឹងដែលបានចងដែលបានគូក្បោហ្នឹងនិមន្តលោកមកដើម្បីឲ្យចងខ្សែសមាម្ដងទៀតខៃលោស្ងប់ស្ងាត់ដំបងម៉ាក់របស់គាត់មិនព្រមទេព្រោះពួកគាត់បានបែកគ្នាលែងលះគ្នាហើយមិនដែរជួបមុខគ្នាទេហើយម្ដាយរបស់គាត់ក៏មិនចង់ជួបប៉ារបស់គាត់ដែរតែដោយសារតែសាច់រឿងក្នុងផ្ទះហ្នឹងវាកាន់តែក្តៅទៅដោយមិនមានជំរឿម្ដាយរបស់គាត់ក៏តាំងចិត្តទៅនិមន្តបដិជគុណដែលជាឪពុកដែលជាអតីតប្តីហ្នឹងឲ្យមកធ្វើពិធីនៅក្នុងផ្ទះម្ដងទៀតថ្ងៃបន្ទាប់បានមកដល់បដិជគុណបាននិមន្តបានមកដល់មែនបដិជគុណគ្រាន់តែប្រទះឃើញផ្ទះហើយគឺគាត់ញាក់ខ្លាំងមែនតើហើយលន់មាត់ទៅស្ដីឲ្យទៅបងទី6របស់គាត់ថាហើយមិនបាននៅលើផ្ទះហ្នឹងគ្រាន់ដឹងដែរគ្រាន់មកមួយអាត្មាតែមិនក៏នៅតែនៅផ្ទះហ្នឹងបងប្រុសទី6របស់គាត់ក៏បានរៀបរាប់ពីដំណើរសាច់រឿងថាតើមានរឿងអីខ្លះកើតឡើងហេតុអ្វីបានពួកគាត់មិនអាចរើចេញបានឡាក់រៀបរាប់រឿងដំណើរទាំងអស់បណ្ដាជគុណបានដឹងអស់ហើយបានត្រាស់ដឹងអស់ហើយនៅដើមហេតុនៅបញ្ហាទាំងអស់ហើយក៏ងាកទៅញោមស្រីដែលជាអតីតប្រពន្ធហ្នឹងលោកមានសង្ឃដីកាថារើចេញកុំនៅយូររើចេញជាបន្ទាន់ម្ដងនេះម៉ាក់របស់គាត់អត់មានប្រកែកអត់មានចាំសិនអីទៀតទេគឺតាំងចិត្តរើចេញជាបន្ទាន់នឹងឯងចៃដនអីម្ដាយរបស់គាត់ក៏ទេទៅផ្ទះចាស់ម្ដុំពូចតុងនោះសួរថាតើបន្ទប់មួយហ្នឹងនៅសល់ល្អអត់វាជាភ័ព្វសំណាងល្អបន្ទប់ចាស់របស់គាត់ពិតជាទំនេរហើយរងចាំគាត់មែននៅព្រឹកដែលពួកគាត់ចាប់ផ្ដើមរៀបអីវ៉ាន់ដើម្បីមកផ្ទះទីតាំងនៅឯពូចតុងហ្នឹងកំពុងតែរៀបបដើម្ដាយរបស់គាត់ក៏ចូលបន្ទប់ទឹកស្របពេលដែលម្ដាយរបស់គាត់ចូលបន្ទប់ទឹកហ្នឹងម្ចាស់សាច់រឿងគឺមិនដឹងទាល់តែសោះថាម្ដាយរបស់ខ្លួនឯងបានដើរទៅបន្ទប់ទឹកស្របពេលហ្នឹងគាត់ក៏ចាប់ផ្ដើមរៀងចង់បត់ជើងតូចគាត់មិនហ៊ានទៅបន្ទប់ទឹកម្នាក់ឯងនោះទេគាត់ក៏ហៅបងទី6របស់គាត់ថាបងជួយជូនខ្ញុំទៅបន្ទប់ទឹកតិចមកខ្ញុំខ្លាចខ្ញុំអត់ហ៊ានទៅទេបងទី6គាត់ក៏ប្រាប់ថាកុំខ្លាចទៅដើរទៅម៉ាក់នៅក្នុងបន្ទប់ទឹកទេគោះទ្វារគាត់ទៅហើយឲ្យគាត់ចាំទៅវាបានហើយមានម៉ាក់តានៅនោះគាត់ឮបែបហ្នឹងគាត់ក៏ដើរទៅដល់បន្ទប់ទឹកគាត់បានគោះទ្វារហៅម្ដាយគាត់គោះកាន់តែខ្លាំងទៅប៉ុន្តែម្ដាយរបស់គាត់មិនមានចម្លើយឆ្លើយតបជាមួយគាត់ទាល់តែសោះហាក់ដូចជាបន្ទប់ទឹកហ្នឹងមិនមានមនុស្សនោះឡើយក៏ដូចជាបន្ទប់ទឹកហ្នឹងត្រូវបានចាក់សោកំពុងតែគោះកំពុងតែស្រែកហៅម្ដាយគាត់ស្រាប់តែមានហេតុការណ៍មួយកើតឡើងជាហេតុការណ៍ដែលគាត់ចងចាំមិនភ្លេចអស់មួយជីវិតសំឡេងមនុស្សស្រីម្នាក់សំឡេងច្បាស់មែនទែនមកខ្សឹបដាក់ទៅជាគាត់អារបៀបធ្ងោផុតពីធ្ងោហើយក៏សើចជាសំឡេងមួយហ្នឹងគាត់ភ័យខ្លាំងមែនទែនបន្តសើចបន្តធ្ងោបន្តសើចបន្តធ្ងោគាត់ភ័យខ្លាំងគាត់ទប់លែងជាប់គាត់រត់ទាំងជើងឈឺចេញមកខាងក្រៅរៀកនោមដាក់ខោស្រាប់ពេលនោះម្ដាយរបស់គាត់បានចេញពីបន្ទប់ទឹកឃើញទឹកនោមពេញឥដ្ឋដើរតម្រង់មកកាន់គាត់រត់ទាញអំបោះវាយគាត់បងរបស់គាត់ទី6នេះក៏បានថាម៉ាក់កុំអាវាយស្ដាប់សិនថាមានរឿងអីកើតឡើងគាត់ក៏បានរៀបរាប់ទៅប្រាប់ម្ដាយគាត់ថាមានសម្លេងអ្វីដែលចូលដល់ត្រចៀករបស់គាត់តើមានរឿងរ៉ាវអ្វីដែលគាត់បានជួបប្រទះម្ដាយរបស់គាត់ក៏រងាប់អារម្មណ៍ហើយប្រាប់ថា
យើងទៅចុះមកដល់ខាងក្រោមនៅផ្ទះនៅចិត្តនឹងចៃដន្យអីក៏មានសំណង់មួយដែលកំពុងតែសាងសង់តែសាងសង់មិនទាន់រួចមេការរបស់សំណង់មួយហ្នឹងឃើញគេរើផ្ទះចាញ់បែបហ្នឹងក៏ដើរមកសួរម្ដាយរបស់គាត់ថាបងឯងជួបរឿងអីមែនទៅមិនហើចាញ់អញ្ចឹងម្ដាយរបស់គាត់ក៏សួរថាហេមិនសួរខ្ញុំអញ្ចឹងប្អូនឯងដឹងរឿងអីហ៎មេការនោះក៏ឆ្លើយប្រាប់ថាបងហើយនៅម្ដុំហ្នឹងអ្នកណាក៏ដឹងដែរសាច់រឿងដែលកើតឡើងនៅក្នុងផ្ទះហ្នឹងវាថ្មីពេកវាមិនទាន់បានមួយឆ្នាំស្រួលបួផងហ្នឹងម៉ាក់គាត់ក៏រៀបរាប់នៅអ្វីទាំងអស់ដែលពួកគាត់បានជួបប្រទះតាំងពីដើមរហូតដល់ចប់ក្រោយពីការសន្ទនានោះហើយពួកគាត់ក៏បានរើអីវ៉ាន់ទាំងអស់ដាក់ឡើងឡានដឹកអីវ៉ាន់តម្រង់មកផ្ទះជួលនៅឯពូចំតុងអ្វីក៏បានប្រសើរឡើងចំនួនដែលគ្មានហេតុផលក៏លែងកើតមានដែរសេចក្តីសុខភាពត្រជាក់ត្រជុំក៏បានកើតឡើងជាថ្មីតែអ្វីដែលសំខាន់គឺនៅត្រង់នេះរាប់ចាប់តាំងពីឡានបរចេញពីផ្ទះជួលដែលមានអាមនុស្សនោះជើងរបស់គាត់ក៏ចាប់ផ្ដើមគាត់ដឹងខ្លួនឯងថាជើងចាប់ផ្ដើមលែងឈឺចាប់លែងចាប់វាចាប់ផ្ដើមធូរស្រាលហើយថ្ងៃបន្ទាប់មកទៀតនៅពេលដែលនៅផ្ទះចាស់នៅឯពូចតុងហ្នឹងថ្ងៃបន្ទាប់មួយទៀតក៏ចាប់ផ្ដើមស្រកត្រឹមរយៈពេលខ្លីតែប៉ុណ្ណោះជើងរបស់គាត់បែរជាដូចគេបេះវាជារឿងអច្ឆរិយៈមួយដែលកើតឡើងនៅចំពោះគាត់ដែលគាត់ដឹងច្បាស់ថាអ្វីដែលបានកើតឡើងចំពោះគាត់គឺជាទង្វើគឺជាកលរបស់អមនុស្សយ៉ាងម៉េចដែរបងប្អូនទាំងអស់គ្នាសម្រាប់សាច់រឿងមួយនេះអូសាហាវសម្រាប់ខ្ញុំគឺសាហាវខ្លាំងមែនតើសាហាវជាងគេអាចឈុតមើលកញ្ចក់បងប្អូនអាគេងនៅលើខែហើយមើលទៅកញ្ចក់ឃើញមនុស្សងើបមើលលើក្បាលអត់មានមនុស្សងាកទៅវិញឃើញមនុស្សអូយញាក់សាច់តែម្ដងសង្ឃឹមថាបងប្អូនទាំងអស់